សួស្តីបងប្អូនទាំងអស់គ្នាសួស្តីទៅដល់ពួកសៀមទាំងឡាយពួកចៅសៀមទាំងឡាយចុកចាប់អត់នេះចុកចាប់អត់ឈឺចាប់អត់នេះណាដើម្បីអាក្មេងប្រប៉ុណ្ណឹងក៏អាចនិយាយរៀបរាប់ពីរឿងរ៉ាវអាក្រក់របស់សៀមបានច្រើនខ្លាំងមែនទែនណាហើយសៀមម្នាក់នេះមីស្រីសៀមមួយនេះបងប្អូនទាំងគ្នាណាមីបត្តយាមួយនេះគឺវាចេញមកអួតវាថាវានឹងប្រទេសនេះមានសម្បើមខ្លាំងមែនទែនណាយន្តហោះចម្បាំងវិញគឺយកតាណាលេងអស់ហើយរហូតដល់យកមកទុកចោលលេងទៀតបងប្អូនទាំងគ្នាវាអួតខ្លាំងមែនទែនវាទៅវាឈួតទៅបងប្អូនទាំងគ្នាណាហើយបងប្អូនព្រមនេះគាត់ចេញមកក្នុងការបកស្រាយតែម្ដងថាអួតតែម៉េចហ្នឹងតែម៉េចស្ដាប់ក្មេងព្រមនេះហ្នឹងគាត់និយាយគឺលយមែនទែនតែម្ដងបងប្អូនទាំងគ្នាណាសូម្បីតែក្មេងប៉ុណ្ណឹងក៏គាត់ដឹងដែរអញ្ចឹងយើងចាប់ផ្ដើមបណ្ដុះស្មារតីទៅដល់ក្មេងៗចំនួនក្រោយឲ្យគាត់ដឹងឲ្យច្បាស់ថាសន្តានពួកចៅសៀមនេះគឺជាសន្តានចៅណាលួចវប្បធម៌ខ្មែរលួចទឹកដីខ្មែរលួចអរិយធម៌ខ្មែរសពគ្រប់បែបយ៉ាងតែម្ដងបងប្អូនទាំងគ្នាអូខេកុំឲ្យខាតពេកទៅស្ដាប់ជាមួយនឹងប្អូនប្រុសគាត់និយាយរៀបរាប់ពីរឿងអាក្រក់របស់សៀមណាឆ្លើយតបទៅកាន់មីបត្តយាសៀមមួយនេះដែលវាមកអួតក្តែងហើយមកឌីលខ្មែរយើងកប់មាត់ទៅទៀតបងប្អូនទាំងគ្នាណាអូខេតោះទៅស្ដាប់ទាំងអស់គ្នាนี่มึงดูเครื่องบินรถถังบ้านกูเหลือเลยเหลือจนแบบเอาไว้สามารถเอาไว้โชว์ได้เลยไม่ว่าจะเป็นเครื่องบินหรือว่ารถถังมีครบหมดมึงดูជំរាបសួរម៉ែបងអ្នកជនជាតិថៃនេះនិយាយថាពួកហែងមើលប្រទេសថៃអញមានតែងយន្តហោះចម្បាំងរថក្រោះហើយតាំងវាទៀតបេសមានច្រើនរហូតដល់សស្កែដឹងតាថាប្រទេសថៃអ្នកមានអ៊ីឯងបាច់ធ្វើវីដេអូនិយាយអាហ្នឹងស្កែក៏ដឹងដែរចាំស្កែប្រាប់ថាថៃមានដោយសារអីប្រទេសថៃគឺជាប្រទេសដែលជួញដូរគ្រឿងញៀនរបស់ពិភពលោកប្រហែលថ្ងៃហ្នឹងប្រទេសទូទាំងពិភពលោកគេចាប់គ្រឿងញៀនពីថៃបានទី1ប្រទេសអូស្ត្រាលីចាប់បាន Air Hostess របស់ Thai Airways ទី2ប្រទេសឥណ្ឌូនេស៊ីចាប់កញ្ឆាបានជាង3តោនទី3ប៉ូឡែនចាប់កញ្ឆាបានជា1តោនទី4ហុងកុងចាប់កញ្ឆាបានជាង33គីឡូប្រភពគ្រឿងញៀនគឺមកពីប្រទេសថៃតែប៉ុណ្ណឹងហើយអ៊ីណូតែអត់ដឹងខ្លួនទៀតហើយឥឡូវនៅប្រទេសបលៀនយន្តហោះរបស់ប្រទេសទាំងអស់ឲ្យតែឃើញ passport ថៃដឹងតែគេត្រួតខ្លាំងហ្មងបើឃើញស្រីគេខ្លាចទៅលក់ខ្លួនបើឃើញប្រុសគេខ្លាចទៅលក់គ្រឿងញៀនម៉ែបងចឹងយើងត្រូវតែប្រយ័ត្នមែនតើដោយសារប្រទេសយើងជាប់ប្រទេសថៃស្កែខ្លាចបំផុតគឺជាគ្រឿងញៀនដែលនាំចេញប្រទេសថៃចូលប្រទេសយើង Today I saw this Thai lady flexing about Thai jets and about that they don't have enough room to put all their weapons and jets and also tanks so they decided to display it but I get it that Thailand is a rich country but even if you don't make this video talking about stuff that we already know, I would still know it. Lady, do you know where these money come from? Let me tell you. Just look at the news a few days ago. They recently arrested a air hostess for bringing drugs on board. And there's a lot more. Indonesia, Hong Kong, and Poland. All of the drugs that they caught in these countries were from Thai. Thailand, you are the big center of drugs around the world. Also, we live in Cambodia, so please be careful because I'm scared of Thailand exporting their drugs to our country. អូខេបងប្អូនអរគ្នាបានស្ដាប់ឮហើយតាក់ទងជាមួយនឹងបងប្រុសគាត់បានបកស្រាយទៅកាន់មីបត្តយាមួយហ្នឹងគឺលយមែនតើបងប្អូនអរគ្នាណាគឺលយខ្លាំងមែនតើវាអត់ដឹងខ្លួនទៀតមីបត្តយាហ្នឹងបងប្អូនអរគ្នាវាដឹងថាប្រទេសវានឹងមាននេសាទអីទេបងប្អូនអរគ្នាគឺមាននេសាទតែណាស្រីលក់ខ្លួនណាអាប្រុសជក់កឆាជក់គ្រឿងញៀនហើយរស់ស៊ីតែខុសច្បាប់ទេណាបងប្អូនអរគ្នាណាហើយចង់និយាយថាវាខុបខិតជាមួយនឹងពួក scam online ច្រើនមែនតើណាតាំងពីដើមមកឥឡូវទៅតែបាច់ធ្លាអស់លេងហើយបងប្អូនអរគ្នាណាចឹងលុយទាំងអស់ហ្នឹងគឺសុទ្ធតែជា black ចឹងថាលុយខ្មៅណាគឺសុទ្ធតែជាលុយខ្មៅទាំងអស់ហើយមកអួតក្តែងថាប្រទេសអ្នកមាននោះចោលណាលួចគេបានមកអួតចឹងបងប្អូនចោលនៅពេលដែលវាអួតគេនៅពេលលួចគេបានវាអួតអត់ចេះខ្មាស់គេបងប្អូនអរគ្នាមិនត្រឹមតែរឿងប៉ុណ្ណឹងទេបងប្អូនអរគ្នានៅមានរឿងមួយទៀតកំពុងតែផ្ទុះខ្លាំងមែនតែម្ដងណាពួកនៅរស់នៅនេះពួកប្រជាជនរស់នៅបត្តយាបងប្អូនដឹងអាបត្តយាហ្នឹងអាម្លុកស្រីខូចបត្តយាហ្នឹងណាឥឡូវនេះបងប្អូនអរគ្នា
គឺវាចេញមកបាតកម្មណាបាតកម្មមិនបាតកម្មប្រឆាំងជាមួយនឹងអាមួយណាជនជាតិថៃនោះណាវាថាអាជនជាតិមួយនោះវាថាអាថៃមួយនោះវាថានៅបាតយានឹងសិតតែពួកស្រីខូចណណាដល់ពេលអញ្ចឹងពួកអាប្រជាជននៅបាតយាហ្នឹងវាចេញមកតវ៉ាវាអត់ចេញមកតវ៉ាថាត្រូវតែបកស្រាយថាហេតុអីបានជានិយាយថាបាតយាសិតតែស្រីខូចចុំអត់ដឹងខ្លួនទៀតម៉ែអើយណាពួកនេះអញ្ចឹងដែរមកនេះវាអត់ទទួលស្គាល់ការពិតប្រោយនេះទៅនៅប្រទេសវាបាតយាហ្នឹងគឺជាកន្លែងស្រីលក់ខ្លួនច្រើនជាងគេបំផុតហើយអាបាតយាហ្នឹងបងប្អូនអ្នកគ្នាអូខេកុំឲ្យខាតពេកឥឡូវខ្ញុំនាំបងប្អូននេះទៅទស្សនាវីដេអូបន្តិចណាដល់តែហ្មងណាខ្លួនឯងអញ្ចឹងអត់ចង់ទៀតនេះបងប្អូនអ្នកគ្នាតើតងជាមួយនឹងវីដេអូនេះគឺបងស្រីគាត់នឹងនិយាយជាមួយនឹងពួកអាប្រជាជនរស់នៅបាតយានេះវាចេញមកតវ៉ាណាវាចេញមកស្រែកថាខ្ញុំមិនមែនស្រីខូចទេខ្ញុំមិនមែនស្រីលក់ខ្លួនទេណាបងប្អូនណាពិភពលោកគេដឹងហើយបងប្អូនអ្នកគ្នាថាកន្លែងនេះវាយ៉ាងម៉េចបងប្អូនអ្នកគ្នាណាហើយវីដេអូមកច្រើនហើយអារឿងស្រីបាតយាហ្នឹងណាស្រីថៃហ្នឹងបងប្អូនអ្នកគ្នាសឹងតែ 90% ហើយសិតតែជាស្រីខូចស្រីលក់ខ្លួនណាមានបរិសុទ្ធព្រមចារីស្អីទេមកសិតតែជាស្រីណាបាតយាស្រីលក់ខ្លួនស្រីខូចស្រីពេសាទាំងអស់ហ្នឹងតែម្ដងណាយើងដឹងហើយស្រាប់យើងដឹងស្រាប់ហើយថាថៃមានន័យស្អីណាដូចខ្ញុំនិយាយហ្នឹងដូចអាបងប្រុសនិយាយមិញហ្នឹងត្រូវលក់គ្រឿងញៀនណាហើយវិស័យទេសចរដែលឈានមុខគេបំផុតនៅក្នុងប្រទេសសៀមហ្នឹងគឺអាទេសចរផ្លូវភេទនឹងឯងអញ្ចឹងអាទេសចរផ្លូវភេទហ្នឹងគឺជាចំណូលធំបំផុតសម្រាប់ប្រទេសពួកអាសัตว์ចោលសៀមនឹងបងប្អូនទាំងគ្នាហើយវាមកស្រែកលៀងខ្លួនថាបាតយាគឺជាកន្លែងបរិសុទ្ធមិនមែនជាកន្លែងស្រីលក់ខ្លួនទេណាអូ what the fuck ទៅស្ដាប់របស់គ្នាបងប្អូនអរគ្នានៅក្នុងប្រទេសសៀមឥឡូវនេះគឺកំពុងតែមិនសុខចិត្តក្តៅក្រហាយជាមួយនឹងបុគ្គលម្នាក់បានចេញមកនិយាយការពិតតាក់ទងពីខាងផាត់យាដែលជាតំបន់ដ៏គ្រោះថ្នាក់ហើយនឹងក៏ជាតំបន់ពោពេញទៅដោយស្រីរកស៊ីផ្លូវភេទវាគឺជារឿងមួយដែលធ្វើឲ្យប្រជាជនសៀមក្តៅក្រហាយខ្លាំងមែនទែននៅពេលដែលបុគ្គលនោះចេញមកនិយាយការពិតហែកគេប្រទេសខ្លួនឯងអញ្ចឹងបងប្អូននេះប្រជាជនសៀមនៅខាងផាត់យានេះចេញមកតវ៉ានឹងទាមទារឲ្យបុគ្គលនោះចេញមកកែសម្ដីខ្លួនឯងភ្លាមអត់មានមកនិយាយការពិតអញ្ចឹងណាអារវល់យកអត់ហែកអត់មានត្រូវមកនិយាយហែកគេអញ្ចឹងណាអត់ហែកគេផងនៅអត់មានភ្ញៀវទេសចរមកលេងហើយអាមុខរបរ SP នោះធ្លាក់ចុះជាកំហុកបងប្អូនអរគ្នាប្រកាសជាបានដឹងហើយថានៅផាត់យាហ្នឹងមានព័ត៌មានដែលប្លន់ភ្ញៀវទេសចរផងសម្រាប់ភ្ញៀវទេសចរផងមានការចាប់ចម្រិតជាពិសេសនោះគឺការជួញដូរគ្រឿងញៀនពេញតាក់ពេញដីនៅពេលដែលបុគ្គលនេះចេញមកនិយាយការពិតស្រាប់តែត្រូវប្រជាជនសៀមនេះចេញនាំគ្នាមកជេរមកតវ៉ានឹងមិនសុខចិត្តទេថាតានឹងចេញមកនិយាយនេះដូចបំផ្លាញគេឈ្មោះនឹងតំបន់នឹងអញ្ចឹងដូចធ្វើឲ្យប្រជាជននៅទីនោះរស់ស៊ីអត់បានចុះបងប្អូនអរគ្នាអូយតវ៉ាពេញទឹកពេញដីអាខ្លះវិញចេញមកនិយាយថាឯងមកចេញនិយាយការពិតឯទៅពេលហ្នឹងដាច់បាយដាច់ទឹកអស់គ្រប់គ្នាឡើយប្រទេសស៊ីវិល័យបងប្អូនអរគ្នាគ្មានអាណាគេចេញមកនិយាយការពិតបានទេណាហ៊ានចេញមកនិយាយការពិតគឺអញ្ចឹងនៅផាត់យាតានឹងនិយាយនៅក្នុងកម្មវិធីមួយនឹងគឺនិយាយការពិតថាផាត់យាឥឡូវគឺជាទីកន្លែងមួយដែលមានគ្រោះថ្នាក់ខ្លាំងបំផុតដែលពោពេញទៅដោយពួកអ ுக ្រិតជនពួក scammer ពួករ៉ូស៊ីខុសច្បាប់ពួកជួញដូរគ្រឿងញៀនហើយជាពិសេសនោះគឺស្រីលក់ខ្លួនស្រាប់តែគេនិយាយនៅក្នុងកម្មវិធីហ្នឹងក្រៅកាហាយដោយសារមួយរយៈហ្នឹងអត់មានភ្ញៀវទេសចរទៅលេងព្រោះក៏ប្រជាជនហ្នឹងវាកពុលមុខក៏យកអាប្រធានបទនេះយកមកជេរអាតាហ្នឹងដោយសារថាដល់វានិយាយថាដោយសារអាតាហ្នឹងចេញមកនិយាយហ្នឹងហើយទៅបានអត់មានភ្ញៀវទេសចរទៅលេងនេះគឺជារឿងមួយធ្វើឲ្យខូចមុខមាត់នៅខាងតំបន់ផាត់យាមែនទែនប្រជាជនសៀមវាអត់សុខចិត្តទេត្រូវតែឲ្យតាហ្នឹងចេញមកសុំទោសនិងចេញមកកែពាក្យសម្ដីនឹងភ្លាមបើមិនអញ្ចឹងទេគ្មានភ្ញៀវទេសចរណាហ៊ានទៅលេងទេគេខំប្រឹងស្ដារគេទៅយូរបងប្អូនសេដ្ឋកិច្ចប្រទេសសៀមឥឡូវដុនដាបខ្លាំងមែនទែនណាបងប្អូនណានេះគឺជារឿងពិតណាចាំមើលបើសិនជាពួកយើងពាក់ឯកាវ៉ាន់សៀម 100% ទៀតហើយក៏មានការលួចនាំចូលផលិតផលសៀមចូលក្នុងប្រទេសទៀតរឹតតែល្អហ្មងអានេះគ្រាន់តែបញ្ហាភ្ញៀវទេសចរអត់ទៅលេងនៅផាត់យាច្រើនហើយត្រូវតែតានឹងមកនិយាយចំពេលហ្នឹងទៀតកំពុងតែកពុលមុខផងអញរមម៉ួយមិនបានផងអារបស់យកអញចេញមកចង់អញជេរអញនួមនាំគ្នាងើបតវ៉ាពេញទឹកពេញដីผู้ชายคนนี้เขาก็พูดผิดนะហ្នឹងហើយបងប្អូនអរគ្នាហូចចិត្តពួកសៀមតែពិតសារធាតុពួកអាចោសៀមនេះវាអត់ទទួលស្គាល់ការពិតណាវាបន្លំវាបំភ្លៃការពិតណាវាយកត្រូវទៅជាខុសទៅជាត្រូវសម្រាប់ប្រទេសវាទេបងប្អូនអរគ្នាណាគឺវាធ្វើអញ្ចឹងណាការពិតវាអត់ទទួលស្គាល់ទេអាណាមិនដឹងពិភពលោកទាំងមូលណាសួរអាប្រទេសយើងថាពួកអាជនបរទេសដែលពួកប្រុសដែលវាចង់ទៅអាសេវាហ្នឹងគឺវាទៅបាតយាហ្នឹងហើយណាពួកអីវាល្បីកន្លែងហ្នឹងហើយចឹងហើយមកនិយាយថាបាតយាគឺជាកន្លែងបរិសុទ្ធហើយមកឲ្យគេមកសុំទោសថាបាតយាមិនមែនជាកន្លែងស្អីខូចស្អីណា
អញហើយអញ បត្តយាហ្នឹងឯងជាកន្លែងដែលស្រីខូចស្រីលក់ខ្លួនណារស់ស៊ីផ្លូវភេទបត្តយាហ្នឹងគឺជាកន្លែងដែលស្អុយខ្លាំងមែនទែនមកស្អុយក៏ក្រិចខ្លាំងមែនទែនតែម្ដងបងប្អូនអ្នកគ្នាណាហើយអាបាតឃ្លាំងហ្នឹងណាបងប្អូនអ្នកគ្នាអាបាតឃ្លាំងហ្នឹងណាម៉ែឪវានៅបត្តយាហ្នឹងឯងតែមានតែម៉ែនឹងឪមួយណាទេអាបាតឃ្លាំងណាឥឡូវទៅបួសបាត់ហើយហើយបងប្អូនអ្នកគ្នាណាពួកអាក្មេងៗស្ទាវអត់ម៉ែអត់ឪហ្នឹងវែងជក់ម៉ាជក់កឆាផឹកទឹកកថំអីហ្នឹងពាក្យច្រើនសិតតែចេញមកពីបត្តយាដែលថាអត់មានចង់និយាយថាអត់មានឪមានតែម៉ែអញ្ចឹងពួកអាក្មេងៗទំនើងអស់ហ្នឹងហើយហេតុអីបានប្រជាជនថៃកើនឡើងខ្លាំងជាលំគុំ6ប្រហែលឆ្នាំអាពេលបត្តយាចាប់ដើមល្បីហ្នឹងគឺដោយសារអីណាបត្តយាទៅគឺណាអាខ្លះទៅវាផ្លេចខ្លួនហ្នឹងទៅស្រីហ្នឹងក៏វាតឹងទៅបានកូនមួយដល់ពេលបានកូនយកទៅដាក់យកទៅបោះចោលដូរកម្មាកំព្រាអញ្ចឹងទៅធំឡើងពួកហ្នឹងជក់ម៉ាជក់កឆាផឹកទឹកកថមប្រោយមកលោកនរនេះចឹងហើយបានជាប្រទេសសៀមវាសបោសតពួកអាភ្លើពួកអាឈួតបងប្អូនគ្នានិយាយស្ដាប់គ្នាមិនបានណាគឺនឹងពួកនឹងចេញមកពីអាបត្តយានឹងឯងណាអរគុណច្រើនបងប្អូនគ្នាវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានទស្សនាជួបខ្ញុំនៅវីដេអូក្រោយទៀតបាយបាយ